ចាព្រោះរោរបួសហ្វ្រានឹងខូចខាតម៉ូតូតិចតួចទៀមទាច្រើនពេកទុកឲ្យសមត្ថកិច្ចវាស់វែងយកទៅដល់ហ្វ្រាយនៅខណ្ឌទួលគោកតែម្ដងចាតចូលទៅករណីអគិភ័យឆេះផ្ទះ4ខ្នងនៅខណ្ឌទួលគោកអគិភ័យឆាបឆេះផ្ទះ4ខ្នងធ្វើពីថ្មលាយឈើប្រក់ហ្វាំងកាហ្វេក្នុងនោះផ្ទះមួយខ្នងជាផ្ទះរបស់លោកមេភូមិ16ស្ថិតតាមផ្លូវរថភ្លើងខាងក្រោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញសង្កាត់ទឹកឡោទី1ខណ្ឌទួលគោកនៅវេលាម៉ោង1រសៀលថ្ងៃទី17ធ្នូហើយសមត្ថកិច្ចបានដឹងថាផ្ទះចំនួន4ខ្នងជាប់គ្នាត្រូវបានអគិភ័យលាបត្របាក់អស់ទាំងស្រុងដែលអគិភ័យcolorនេះបង្កមកពីទូហ្វេភ្លើងធ្វើឲ្យឆាបឆេះហ្វឹនធូតែម្ដងដែលគេដឹងថាឆេះផ្ដាំចេញពីផ្ទះលោកមេភូមិមានឈ្មោះហៀងម៉េងអាយុ50ឆ្នាំមានផ្ទះលេខ107ឆ្លងរាលដាលដល់ផ្ទះទី2ផ្ទះលេខ106មានម្ចាស់ឈ្មោះហ្វលឹមមានម្ចាស់ឈ្មោះហ្វលឹមពុទ្ធិរីភេហ្វ្រៃអាយុ57ឆ្នាំធ្វើការក្រុមហ៊ុនឯកជនផ្ទះទី3ផ្ទះលេខ108ម្ចាស់ផ្ទះឈ្មោះមានលៀងអាយុ52ឆ្នាំភេទប្រុសនិងផ្ទះទី4ម្ចាស់ផ្ទះឈ្មោះលីតាល់ភេហ្វ្រៃអាយុ47ឆ្នាំតាមការហ្វាក់ហ្វូជំហានដំបូងពីលោកមេភូមិ16បានអះអាងថាឆេះចេញពីផ្ទះលេខ106ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅចិត្តខាងនិងម្ចាស់ផ្ទះលេខ106បានឲ្យដឹងថាឆេះចេញពីផ្ទះលេខ107ដែលមានម្ចាស់គឺលោកមេភូមិចាហើយក្នុងចំណោមផ្ទះ4ខ្នងផ្ទះលោកមេភូមិជញ្ជូនអីវ៉ាន់ចេញក្រៅបានតិចជាងគេចំណែកផ្ទះ3ខ្នងទៀតជញ្ជូនរបស់របរមានតម្លៃយកចេញក្រៅបានច្រើនជាងគេលើពីនេះទៀតម្ចាស់ផ្ទះ4ខ្នងបន្ទាប់ពីជញ្ជូនអីវ៉ាន់បានបន្តិចបន្តួចហើយពេលដែលអណ្ដាតភ្លើងលេបត្របាក់អស់ផ្ទះទាំងស្រុងហើយបានត្រឹមតែនាំគ្នាឈរត្រហោយំនឹងលើកដៃបួងហ្វូងឲ្យភ្លើងឆាប់រលត់ទៅវិញតែប៉ុណ្ណោះហើយឆេះពីអីឆេះពីផ្ទុះសេខ្សែភ្លើងចាខ្លះថាផ្ទុះកំប៉ុងហ្គាសចាបាទទោះបីឆេះចេញពីផ្ទះពីណាក៏ដោយទូទាំងជនប៉ុន្តែគ្មានអ្នកណាមួយចង់ឲ្យផ្ទះឆេះទេប៉ុន្តែដោយសារការឆេះដោយសារជារឿងចៃដន្យមួយបំផុតហើយដែលមិននឹកស្មានដល់បាទឃើញលោកថាជួនកាលពេលខ្លះឆេះទៅហើយចេះចោតប្រកាន់ថាអ្នកនេះត្រូវតែសងនៅនោះត្រូវតែសងហើយទៅសងឯណាបើនិយាយឲ្យឃើញទៅនិយាយឲ្យអស់ទៅគឺទៅសងឯណាបើអ្នកដែលត្រូវឲ្យសងនឹងគឺឆេះអស់ទៅហើយនោះបាទកម្រនឹងមានដែលម្ចាស់ផ្ទះឆេះហើយទៅសងគេអត់ទេព្រោះវាអស់ទៅហើយបាទប៉ុន្តែបើនិយាយពីរឿងឆេះផ្ទះគឺសួរថាតើម្ចាស់ផ្ទះណាមួយចង់ដុតផ្ទះខ្លួនឯងចោលលើកលែងតែនៅតាមជនបទដែលឆ្លោះប្តីប្រពន្ធសវឹងហើយដុតផ្ទះខ្លួនឯងចោលវាមានមួយ1000នាក់មាន2នាក់ហ្នឹងចាត់ទុកថាច្រើនពេកហើយតែវាមិនដែលណាចង់បំផ្លាញទ្រព្យសម្បត្តិខ្លួនឯងទេមានមនុស្សឈួតទេដែលបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងបាទអញ្ចឹងទេមានអីក្រៅពីប្រជាពលរដ្ឋរបស់យើងបង្កើនការប្រុងប្រយ័ត្នថែមទៀតក្នុងការអគិភ័យដែលកើតឡើងពោះឥឡូវជារដូវខ្យល់លំហើយទៀតបាទហើយមិនសូវក្តៅមែនប៉ុន្តែខ្យល់បើសិនជាភ្លើងឆេះឡើងច្បាស់ជាភ្លើងនោះឆេះលឿនណាបាទពីព្រោះខ្យល់បក់ដូចគួចហៅខ្យល់នឹងឲ្យឆេះកាន់តែខ្លាំងបាទនេះអគិភ័យដែលកើតឡើងកាលពីថ្ងៃម្សិលមិញបាទអស់ផ្ទះចំនួន4ខ្នងណាចាបាទតោះតែមួយរឿងទៀតចាចូលទៅមួយរឿងទៀតគឺចាប់មេកតុយលេខក្នុងផ្សារបន្លែបឹងត្របែកចានគរបាលខណ្ឌចំការមកសហការជាមួយលោកមេប៉ោះបឹងត្របែកបានចុះចាប់មេកាត់កតុយលេខម្នាក់ដែលប្រកបរបស់លោកបន្លែក្នុងផ្សារបឹងត្របែកជាការបាំងមុខចាតែប៉ុណ្ណោះគាត់ខ្លួនបានស្ត្រីជាអ្នកកាត់កតុយលេខម្នាក់អ្នកទៅចាក់ឆ្នោតម្នាក់និងអ្នកទៅប្រមូលកតុយលេខម្នាក់កាលពីវេលាម៉ោង3:30នាទីរសៀលថ្ងៃ17ធ្នូនៅក្នុងផ្សារបបន្លែបឹងត្របែកផ្លូវលេខ436កែ105ក្រុម21សង្កាត់បឹងត្របែកបាទតើមេកតុយគាត់ឆ្លៀតពេលពីលក់បន្លែហ្នឹងទៅកត់បានមួយកត់អីបានទឹកខ្លះទៅអប់រំគាត់ទៅមិនទោសទណ្ឌអីធ្ងន់ធ្ងរទេធ្វើម៉េចបើច្បាប់គេមិនអនុញ្ញាតអញ្ចឹងសមត្ថកិច្ចទៅអប់រំគាត់ហើយនឹងថាឈប់ទៅតែបើនិយាយរឿងកតុយលេខនោះលោកអើយឥឡូវនេះកុំថាឡើយនៅបឹងត្របែកនៅបឹងអីក៏មានដែរនៅគ្រប់បឹងហើយនៅខេត្តនៅទៀតប៉ុន្តែតកតងរឿងកតុយលេខហ្នឹងវាមិនធ្វើឲ្យគេថាចាញ់លបែងខ្លាំងហើយធ្វើសាហាវទៅប្រព្រឹត្តអាក្រក់ពេកទេអីប៉ុន្តែយ៉ាងណាក៏ដោយវាផ្លូវច្បាប់វិញអញ្ចឹងផ្លូវច្បាប់មិនអនុញ្ញាតឲ្យអ្នកលេងលបែងទេអញ្ចឹងចាប់តាំងពីលបែងខ្លាឃ្លោកឡើងទៅបាទកុំថាលបែងអីគឺលបែងអីក៏ដោយឲ្យថាលបែងគេហៅថាស៊ីសងលបែងសងហើយស៊ីអាហ្នឹងគេត្រូវខាមគាត់ហើយបាទតោះឥឡូវនេះ